បាទថ្ងៃនេះខ្ញុំចេញវីដេអូមួយស្ដីអំពីរបៀបគណនាលេខខួយឬផ្កាយជីវិតឬគេហៅភាសាអង់គ្លេសថា Lifestar នៅក្នុងនោះមានផ្កាយជីវិតលេខ1ផ្កាយជីវិតលេខ2ផ្កាយជីវិតលេខ3ផ្កាយជីវិតលេខ4ផ្កាយជីវិតលេខ6ផ្កាយជីវិតលេខ7ផ្កាយជីវិតលេខ8និងផ្កាយជីវិតលេខ9ដោយឡែកលេខ5មិនត្រូវបានចាត់ទុកជាផ្កាយជីវិតទេគឺជាផ្កាយតំណាងទិសនៃកណ្ដាលផ្ទះការគណនានៃផ្កាយជីវិតនោះគឺចែកចេញជាពីរគឺបុរសផ្សេងនិងស្ត្រីផ្សេងហើយខ្ញុំនឹងបញ្យល់អំពីអត្ថន័យរបស់ផ្កាយជីវិតនិងអត្ថប្រយោជន៍នៃផ្កាយជីវិតអញ្ចឹងខ្ញុំនិយាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់លេខខួយឬក៏ផ្កាយជីវិតមុនទី1ដឹងអំពីតំណែងនិងទិសប្រចាំជីវិតទី2គឺប្រើសម្រាប់ប្រើទៅលើលេខទូរស័ព្ទលេខផ្ទះលេខឡានឬក៏លេខដទៃទៀតទៅតាមដែលយើងអាចប្រើបានទី3គឺប្រើសម្រាប់រៀបចំក្បួនហុងស៊ុយផ្ទះឬបន្ទប់និងទី4ដឹងអំពីគោចររបស់តារាសាស្ត្រមានយុគមានឆ្នាំចខែចថ្ងៃចនិងម៉ោងចតទៅខ្ញុំនិយាយអំពីរបៀបគណនាផ្កាយជីវិតរបស់មនុស្សប្រុសជាទូទៅយកឆ្នាំសកលមកបូកបញ្ចូលគ្នាឲ្យក្លាយជាខ្ទង់រាយឧទាហរណ៍បរិសុទ្ធកើតនៅក្នុងឆ្នាំ1988ជំហានទី1នេះគឺយើងយកលេខ1បូកលេខ9បូកលេខ9បូកលេខ8ស្មើនឹង27ហើយជំហានទី2នោះបើសិនជាលេខហ្នឹងវានៅជាខ្ទង់2ខ្ទង់យើងបូក2ខ្ទង់បញ្ចូលគ្នាទៀតយកលេខ2បូកលេខ7រូបមន្តសម្រាប់គណនាកាយជីវិតឬក៏លេខខួយរបស់មនុស្សប្រុសនោះគឺយកលេខ11យកមកដកលទ្ធផលដែលបានពីការបូកបញ្ចូលគ្នាឆ្នាំកំណើតយើងបានលេខ11ដក9ស្មើលេខ2ជំហានទី4នោះគឺលទ្ធផលចេញពីខ្ទង់យើងត្រូវបូកបន្តទៀតឧទាហរណ៍ថាលេខមិនមែនជាលេខ2លេខ11ឬលេខ12អញ្ចឹងគឺយើងបូកបន្តទៀតដល់ឡែកជំហានទី5នោះគឺយើងបានលទ្ធផលហើយគឺលេខ2ក្នុងនោះគឺកាយជីវិតបរិសុទ្ធកើតឆ្នាំ1998នោះគឺមានលេខកាយជីវិតលេខ2ឬក៏លេខខួយនោះគឺលេខ2កាយជីវិតលេខ2ហ្នឹងគឺធាតុដីសើមមានទីតាំងស្ថិតនៅទិសខាងត្បូងឈៀងខាងលិចរបៀបគណនាផ្កាយជីវិតរបស់មនុស្សស្រីជាទូទៅផ្កាយជីវិតរបស់មនុស្សស្រីក៏ដោយប្រុសក៏ដោយគឺគេយកតួលេខនៃឆ្នាំសកលបូកបញ្ចូលគ្នាក្នុងឧទាហរណ៍នេះគឺមនុស្សស្រីកើតនៅក្នុងឆ្នាំ1998គឺជំហានទី1យើងបូកលេខបញ្ចូលគ្នាយើងបានទិន្នលេខ27ហើយជំហានទី2នោះគឺបើសិនជាតួលេខហ្នឹងជាលេខ2ខ្ទង់យើងបូក2ខ្ទង់បន្តទៀតនោះយើងបានលទ្ធផលលេខ9អញ្ចឹងជំហានទី3រូបមន្តដែលសម្រាប់យកមកគណនាការជីវិតឬក៏លេខខួយមនុស្សស្រីហ្នឹងគឺលេខ4បូកនឹងលទ្ធផលដែលបានពីការគណនាឆ្នាំនៅក្នុងនោះយើងបាន4បូកនឹង9ស្មើ13អញ្ចឹងជំហានទី5ហ្នឹងគឺយើងយកខ្ទង់លេខពីខ្ទង់ហ្នឹងបូកបញ្ចូលគ្នាបន្តទៀតដើម្បីរកតែលេខមួយលេខទេគឺនៅក្នុងនោះគឺលេខ4អញ្ចឹងជំហានទី5គឺយើងដឹងផ្កាយជីវិតស្ត្រីដែលកើតឆ្នាំ1998ហើយគឺមានផ្កាយជីវិតលេខ4ឬក៏លេខខួយលេខ4ហ្នឹងផ្កាយជីវិតលេខ4ឬក៏គឺជាធាតុដើមឈើតូចស្មៅពណ៌ហ្នឹងគឺជាឈើតូចហើយមានទីតាំងស្ថិតនៅទិសខាងត្បូងឈៀងកើតចំពោះកំណត់សម្គាល់នោះគឺថាការជីវិតលេខ5គឺអត់មានទេបើសិនបើគណនាឃើញលទ្ធផលចុងក្រោយមានលេខ5សម្រាប់មនុស្សប្រុសគឺយើងប្រូទៅលេខ2ហើយសម្រាប់មនុស្សស្រីគឺយើងដូរមកលេខ8